នាវានិងកប៉ាល់ផ្ទុះឆេះជាហូរហែនៅច្រកសមុទ្រ Hormuz ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់នៅចុងខែកុម្ភៈមកនៅថ្ងៃពុធទី11មីនានេះមាននាវាយ៉ាងហោច3គ្រឿងបន្ថែមទៀតបានផ្ទុះឆេះជាបន្តបន្ទាប់គ្នានៅក្បែរច្រកសមុទ្រ Hormuz ព្រោះតែប៉ះទង្គិចនឹងអ្វីមួយយ៉ាងដែលគេពុំទាន់អាចបានដឹងច្បាស់នេះបើតាមកងទ័ពជើងទឹកអង់គ្លេសដោយបានលំអិតទៀតថានាវាផ្ទុះឆេះទាំង3គ្រឿងនោះជាប្រភេទនាវាដឹកកុងតឺន័រនិងដឹកជញ្ជូនទំនិញបើតាមប្រភពទាហានអង់គ្លេសដដែលគិតចាប់តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់នៅថ្ងៃទី28កុម្ភៈមកមានគ្រោះថ្នាក់ផ្ទុះឆេះនាវាប្រភេទដឹកទំនិញនេះយ៉ាងតិចក៏ចំនួន14លើកដែរនាវាដឹកប្រេងរបស់ថៃមួយគ្រឿងក៏រងគ្រោះផ្ទុះឆេះដែរនៅច្រកសមុទ្រ Hormuz នៅថ្ងៃពុធទី11មីនានាវាថៃនេះជារបស់ក្រុមហ៊ុនដឹកទំនិញ Mayuri Nari នេះបើតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកថៃដោយបញ្ជាក់ទៀតថាមូលហេតុនៃការផ្ទុះឆេះនាវាថៃជាកម្មវត្ថុនៃការស៊ើបអង្កេតបន្តនិងថាគេកំពុងតែធ្វើប្រតិបត្តិការជួយសង្គ្រោះបុគ្គលិក23នាក់ដែលធ្វើការនៅលើនាវានោះច្រកសមុទ្រ Hormuz ជាច្រកផ្លូវចរាចរណ៍ដ៏សំខាន់របស់ពិភពលោកសម្រាប់ដឹកឧស្ម័នហ្គាសនិងប្រេងកងឆ្មាំបដិវត្តអ៊ីរ៉ង់បានយល់ឃើញយ៉ាងច្បាស់អំពីយុទ្ធសាស្ត្រដាក់សម្ពាធទៅលើសេដ្ឋកិច្ចសកលលោកតាមរយៈការបិទគប់ច្រកនាំចេញថាមពលប្រេងឥន្ធនៈនិងឧស្ម័នហ្គាសដោយប្រកាសមិនព្រមចរចាជាមួយអាមេរិកដើម្បីពន្លត់ភ្លើងសង្គ្រាមកងឆ្មាំបដិវត្តអ៊ីរ៉ង់បានបញ្ជាក់អំពីការបញ្ជូននាវាកប៉ាល់និងទូកទៅសមុទ្រ Hormuz ដើម្បីឲ្យទៅរាយគ្រាប់មីនបន្ថែមអ្នកបញ្ឆេះសង្គ្រាមឈ្លានពានគួរតែត្រូវទទួលទណ្ឌកម្មដ៏ស័ក្តិសមនេះបើតាមប្រសាសន៍របស់ប្រធានសភាអ៊ីរ៉ង់ Safan Center ក្រុមអ្នកជំនាញខាងសន្តិសុខនៅទីក្រុងញូវយ៉កបានលើកឡើងថានៅក្នុង Stop អ៊ីរ៉ង់អាចនឹងមានប្រភេទគ្រាប់មីនបណ្ដាលទឹកចន្លោះពី2ទៅ6,000គ្រាប់ចំណែកកងទ័ពអាមេរិកបានអះអាងអំពីការបាញ់កំទេចកប៉ាល់និងទូកអ៊ីរ៉ង់ចំនួន16គ្រឿងដែលកំពុងតែធ្វើដំណើរទៅរាយគ្រាប់មីននៅច្រកសមុទ្រ Hormuzមកតែប៉ុណ្ណោះលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រមានខ្លាំងៗថាប្រសិនបើកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់បន្តរាយគ្រាប់មីននៅច្រកសមុទ្រ Hormuz ទៀតនោះពួកគេនឹងទទួលផលវិបាកធ្ងន់ធ្ងរ